សួស្តីថ្ងៃខ្ញុំសូមបង្ហាញអំពីការប្រើប្រាស់មុខងារវត្តមាននៅលើ Hit Connect Team ជាដំបូងយើងប្រើប្រាស់ Hit Connect 6នៅក្នុងវីដេអូនេះពេលនេះយើងនិយាយអំពីរបៀប check in out apply for leave ការកែសម្រួល attendance មើលឡើងវិញនៅ application និងការ review ឡើងវិញទី1ការ check in and out យើងចូលមកដល់ web page របស់ Hit Connect ជ្រើសរើសប៊ូតុង person ចុចលើឈ្មោះមនុស្សយើងចុចលើ attendance ចុចលើ in and out តាក់ទងនឹង mobile client ជ្រើសរើស role ចុច save employee គាត់អាចនឹងប្រើប្រាស់ជាមួយនឹង card ក៏បាន fingerprint ក៏បានឬមួយក៏ការ scan មុខឬមួយក៏ប្រើប្រាស់ Hit Connect ទូរស័ព្ទដើម្បី sign in បានអញ្ចឹងយើងយក mobile របស់យើងដើម្បីធ្វើឧទាហរណ៍យើងចូលទៅក្នុង Hit Connect របស់យើងចុចលើ check in និង out វានឹងប្រាប់អំពីកន្លែង location របស់យើង employee ឬ supervisor គាត់អាច in និង out បានដែលជោគជ័យទី2ការដាក់ឈប់សម្រាកយើងចូលទៅ attendance module ជ្រើសរើសនៅ configuration កន្លែង leave type យើងជ្រើសរើសប្រភេទច្បាប់របស់យើងចុចលើបន្ថែមចុចលើ add ហើយយើងដាក់នៅឈ្មោះរបស់យើងត្រូវការយើងអាចបង្កើតប្រភេទខុសគ្នាក៏បានដែរបន្ទាប់ពីបង្កើតបានជោគជ័យយើងអាចចុចទៅលើ app Connect Hit Connect នៅក្នុងទូរស័ព្ទរបស់យើងឬមួយក៏ portal តាម web កន្លែងទាំងនេះឲ្យយើងដាក់នៅច្បាប់របស់យើងបានជាដំបូងយើងចុចលើ apply ដោយផ្អែកលើឧទាហរណ៍តាមលំនាំនេះបន្តមកទៀតយើងចុចសញ្ញាបូកហើយជ្រើសរើសមកប្រភេទ leave បំពេញព័ត៌មានទាំងអស់ដែលចាំបាច់បន្ទាប់មកយើងអាច edit លើប្រភេទទៅតាម Hit Connect portal របស់យើងចុច submit យើងអាច refresh page ដើម្បីមើលនៅ application របស់យើងទី3ការកែសម្រួលនៅ attendance របស់យើងនៅលើ Hit Connect បុគ្គលិកឬមួយក៏ supervisor គាត់អាចចូលទៅ edit នៅ leave ដែលគាត់បាន apply រួចឧទាហរណ៍បងចុចលើ apply បន្តមកយើងនឹងឃើញ application របស់យើងចុចសញ្ញាបូកយក attendance ខាងក្រោមយើងយក correction អាចកែវាទៅជា check in ឬ check out តាមតម្រូវការរបស់យើងជ្រើសរើសពេលវេលាបន្តមកចុច submit refresh page យើងនឹងឃើញព័ត៌មានកែសម្រួលខាងលើការ review នៅ application leave របស់យើងតាមរយៈ app Connect អាចឲ្យបង review បានដោយចុចលើពាក្យ review refresh មកយើងនឹងឃើញ application របស់យើងចុចលើវាបងអាចចុច agree ដើម្បី confirm ទៅ supervisor របស់យើង refresh page យើងនឹងឃើញថាយើងបាន handle រួចរាល់ទី4បន្តមកគឺការ review ទៅលើ attendance correction application របស់យើងតាមរយៈ app Connect ឬបងចូល portal អាចធ្វើការ review បានចុចលើពាក្យ review យើងឃើញ application របស់យើងចុចទៅលើវាចុច agree ដើម្បី confirm refresh page យើងនឹងឃើញព័ត៌មានជាការរួចរាល់សូមអរគុណ